សាមគ្គីត្រឡប់មកវិញណាវងវ៉ាខ្ញុំបានដាក់ចំណងជើងថាតើយើងសាមគ្គីបែបណាឥឡូវយើងប្រធានបទនេះយើងជាប្រធានបទទី2ផងចូលសំណេះសំណាលជាមួយនឹងប្រិយមិត្តផងចូលទៅនឹងផ្សេងផងចុះសេលរិតពេជ្រទី1សាមគ្គីបែបខ្សាច់ក្របីទី2សាមគ្គីបែបសាច់ចចទី3សាមគ្គីបែបឃ្មុំនិងស្រមោចឆៃយាសច្ឆាទី4សាមគ្គីបែបអង្ការលើតាសាមគ្គីខ្ញុំឲ្យបងប្អូនប្រៀបធៀបពីបែបក្របីខុសគ្នាយ៉ាងដូចម្ដេចនេះវរវុធខេននិងសាមគ្គីបែបចចនេះតោះបងប្អូនតើសាមគ្គីបែបក្របីយ៉ាងដូចម្ដេចសាមគ្គីបែបចចយ៉ាងដូចម្ដេចចិនដាខនមកខ្ញុំចង់អានខមមិនបងប្អូនមើលសាមគ្គីបែបក្របីខុសពីសាមគ្គីបែបចចយ៉ាងដូចម្ដេចណាខ្ញុំអានខមមិនបងប្អូនបន្តិចមែនទេបងប្អូនអាចមើលសំណួរហ្នឹងហើយសរសេរខ្លីៗកុំវែងមិនបាច់គូសំទេបាទទេដូចគ្មានសង្ឃឹមទេមានទឹកដីនឹងនៅតែជារបស់ខ្មែរបើអន្តរជាតិមានឥទ្ធិពលបើច្បាប់អន្តរជាតិចូលជាធរមានបើប្តឹងទៅតុលាការអន្តរជាតិបើយោងតាមសន្ធិសញ្ញាបារាំងសៀមបើយោងតាមនេះផែនទីដែលតម្កល់អង្គការដែលតម្កល់នៅអង្គការសហប្រជាជាតិបងប្អូនណាទឹកដីនឹងនៅតែបានមកខ្មែរបើមានមេដឹកនាំមានសមត្ថភាពទី1ត្រូវកំណត់នឹងសិនទី2បើអន្តរជាតិទទួលស្គាល់មែនទេសារ៉ែនទីអន្តរជាតិទទួលស្គាល់និងតម្រូវឲ្យថៃដកទ័ពចេញពីទឹកដីកម្ពុជាយោងតាមខ្សែបន្ទាត់ព្រំដែនមានផែនទីពិតប្រាកដបាទសង្ឃឹមមិនមែនបាត់រហូតទេបងប្អូនណាឲ្យតែយើងមានសមត្ថភាពព្រោះយើងអត់មានធ្វើសង្គ្រាមអត់មានសង្គ្រាមណាដែលអាចយកមកវិញបានទេព្រោះសង្គ្រាមយើងទៅមិនរួចជាមួយថៃឡើយត្រូវតែហ៊ានទទួលស្គាល់ការពិតបើមិនទទួលស្គាល់ការពិតគឺបាត់លឹះហ្នឹងណា KHMG អត់ទាន់ឃើញឆ្លើយទេT bonjour solidarity to remove dictator សាមគ្គីបបួលនេះដូចនេះហើយដូចបន្ទុក100បន្ទុកចាមែនទេសាមគ្គីក្របីសាមគ្គីចចកបងប្អូនសូនរានិយាយគឺសិតតែបែបអក្សរសិល្ប៍និងទស្សនវិជ្ជាហើយឆ្លុះបញ្ចាំងអំពីសង្គមពិតពេលណាដែលបងប្អូនចូលស្ដាប់សូនរាស្មើនឹងបងប្អូនបានរៀនមេរៀនជីវិតហ្នឹងជាជីវិតនៅក្នុងសង្គមជាក់ស្ដែងតែម្ដងមែនទេបងប្អូនខ្ញុំឃើញបងប្អូនយើងឆ្លើយត្រូវច្រើនណាស់បន្ទុកខ្ញុំឲ្យចន្លោះពី50ទៅ100សាមគ្គីបែបក្របីគឺសាមគ្គីឈរមើលក្របីខ្លួនឯងត្រូវបានខ្លានិងចចកចាប់ស៊ីយូក្របីសាមគ្គីគ្នាជុលខ្លាម្ដងរបស់មានដោយកម្រគេថតផ្សាយវាថាខ្លាឬក៏តោឬក៏ចចកចាប់ក្របីអស់1000ក្បាលស៊ីហើយគឺស៊ីពួកក្របីនឹងបងប្អូនមើលឯកសារស័ព្ទរត់យកទៅរួចខ្លួនទេអាណាដែលត្រូវបានគេចាប់ស៊ីគឺមកវងនឹងឈរមើលខ្លាស៊ីចឹងទៅដូចថា1000ក្របីមានក្របីមួយករណី1000ក្របីមានក្របីមួយដែលសាមគ្គីគ្នាក៏គេថតយកមកផ្សាយតែពិតអានឹងករណីកម្រទេបងប្អូនណាបងឃើញក្នុងព័ត៌មានហ្នឹងគឺករណីកម្រទេឬថា10000មានមួយទេនិយាយឲ្យខ្លីសាមគ្គីក្របីណាទឹកដីបុរដ្ឋសែនគឺសាមគ្គីឈរមើលគេស៊ីក្របីគ្នាឯងសាមគ្គីចចកគឺសហការដើម្បីចាប់សត្វស៊ីមើលឃើញទេហើយសាមគ្គីចចកទៅទាំងវងប៉ាហេងនេះរត់ចេញទាំងវងហើយជួយគ្នា
យើងកុំបដោតទៅលើសាច់ស៊ីសាច់ឬមិនស៊ីសាច់មនុស្សយើងក៏ស៊ីសាច់ដែររវាងសាមគ្គីក្របីនិងសាមគ្គីចចកចូលសាមគ្គីឲ្យដូចសត្វចចកសម្រាប់សូនារាណាសាមគ្គីដូចសត្វចចកនៅក្នុងប្រទេសកម្ពុជាយើងគឺមនុស្សច្រើនតែសាមគ្គីក្របីឃើញអាមួយជាប់គុកមនុស្សស្អប់អាការចាប់មនុស្សដាក់គុកតែមនុស្សដើម្បីសន្សំសុខខ្លាចអត់ហ៊ានមកអត់ហ៊ានកទៅឈរមើលគេអូសយកដាក់គុកជាពិសេសនៅក្នុងរបបប៉ុលពតគឺសាមគ្គីក្របីខ្មែរក្រហមមែនទេក្មេងអាយុ2 3 10ឆ្នាំដឹកមនុស្សមកខ្សែយកទៅវាយចោលមនុស្សមកវងអត់ហ៊ានអើតក្បាលឃើញតែចោលភ្នែកភ្លៀកភ្លៀកដូចក្របីអានឹងគឺសាមគ្គីវិនិច្ឆ័យណាមួយទៀតសាមគ្គីខ្មុំឬក៏សាមគ្គីណាស្រមោចអានេះសាមគ្គីល្អខ្ញុំដាក់ន័យធៀបឲ្យច្រើនអញ្ចឹងព្យុះសមិទ្ធសាមគ្គីស្រមោចគឺជាសាមគ្គីកសាងបើកាលណាគេនិយាយសំដៅទៅលើការកសាងសំដៅទៅលើការអភិវឌ្ឍសំដៅទៅលើការវាយសត្រូវឯណាគឺគេច្រើនប្រើទៅលើការសាមគ្គីស្រមោចឬសាមគ្គីខ្មុំសាមគ្គីកណ្ដៀនេះជាប្រភេទនៃស្រមោចទេបងប្អូនជាពូជកណ្ដៀស្រមោចក្រងអានឹងគេហៅថាពូជតែមួយពូជជាខ្សែស្រឡាយគាត់ទៅពូជខុសៗគ្នាណាសាមគ្គីកណ្ដៀសាមគ្គីនៃខ្មុំសាមគ្គីក្រងសាមគ្គីស្រមោចអានឹងគឺជាសាមគ្គីល្អចូលបងប្អូនរៀនសាមគ្គីបើយើងនិយាយអំពីការវាយប្រហារម្នាក់ឬក៏ការតាមចាត់តាមប្រមាញ់អ្វីមួយគឺបែបចចកបើយើងនិយាយអំពីការសាមគ្គីនៅក្នុងការសាងសង់ម្នាក់ការពារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើកស្ទួយគឺចូលយកគំរូតាមស្រមោចកណ្ដៀនិងខ្មុំឥឡូវចុះសាមគ្គីអង្គការលើសាមគ្គីអង្គការលើពាក្យចុងក្រោយនៅក្នុងប្រធានបទចុងក្រោយតើសាមគ្គីអង្គការលើមានន័យយ៉ាងដូចម្ដេចណែខ្ញុំអានខមមិនបងប្អូនយើងទៀតតាណាសាមគ្គីអង្គការលើឥឡូវមុននឹងបងប្អូនអាចឆ្លើយវែងអានឹងពិបាកបន្តិចសំណួរសូនតារាសម្រួចតិចចុះតើបងប្អូនយល់ពាក្យសាមគ្គីអង្គការលើនឹងដែរឬទេបងប្អូនឆ្លើយឲ្យពាក្យខ្លីមកគ្រាន់តែឆ្លើយថាយល់និងមិនយល់ដោយសេចក្តីស្មោះត្រង់បានណាពីព្រោះមានពេលខ្លះចម្លើយណាសរឿនតេបាទសរឿនតេ100បន្ទុកមួយឆ្លើយមិនក៏បានដែរឲ្យតែអត្តន័យចូលប៉ុន្តែបងប្អូនបើឆ្លើយអាចមានចម្លើយច្រើនគួរប្រឡែនប៉ុន្តែបងប្អូនយល់ឬមិនយល់បាទនេះសម្បត្តិលៀប100បន្ទុកពិសិដ្ឋអូស៊ីលយល់អូខេយល់ដានីស្រីនុតមិនយល់អូខេមិនអីទេមិនយល់ក៏ល្អដែរត្រូវតែមានអ្នកមិនយល់ខ្លះខ្ញុំអានខមមិនពី3ទៀតឆៃយ៉ាសច្ចារលាយហិនហើយរិទ្ធិហួរបាទតាមអង្គការលើនុតណុលណាតបាទនេះយើងស្រីមុំមិនយល់ជីវិតគ្រួសារបាទនេះស្រីសេរីសុខរាយការខាត់ម៉ាត់មិនយល់ពួកសុភាពមិនយល់បងប្អូនគឺនៅក្នុងរបបប៉ុលពតគេយកមនុស្សទៅសម្លាប់គេចោទថាមិនមែនយកមនុស្សទៅសម្លាប់ទេផនសុភាអ៊ីដូគឺអង្គការយកទៅសម្លាប់នៅក្នុងរបបប៉ុលពតពេលដែលយើងឃ្លានយើងដកដំឡូងហូបគេថាយើងក្បត់អង្គការពេលដែលយើងធ្វើស្រែគឺយើងធ្វើស្រែឲ្យអង្គការស៊ីវ័នខ្មែរពេលដែលគេយកយើងទៅសម្លាប់គេថាអង្គការយកយើងទៅសម្លាប់ពេលដែលគេមិនពេញចិត្តគេចោទថាយើងក្បត់អង្គការអញ្ចឹងនៅក្នុងរបបប៉ុលពតគឺអង្គការនឹងជាអ្នកសម្លាប់ជាអ្នកឲ្យបាយជាអ្នកឲ្យយើងធ្វើការជាអ្នកបើយើងនិយាយទៅជាអ្នកឲ្យយើងរស់ជាអ្នកឲ្យយើងស្លាប់គេច្រើនណាស់បូណានិយាយថាអង្គការលើហ្នឹងគឺថ្នាក់លើអានេះខ្ញុំនិយាយពីសាវតាមានបងប្អូនខ្លះក៏អត់យល់ពីអង្គការលើគឺគេនិយមប្រើនៅក្នុងរបបប៉ុលពត
យកទៅសម្លាប់យកទៅរៀនសូត្រយកទៅកសាងក្បត់អង្គការមែនទេអញ្ចឹងអានេះជាសារវតាមួយពាក់ព័ន្ធជាមួយអង្គការចុះសាមគ្គីបែបអង្គការលើមានន័យថាម៉េចសាមគ្គីបែបអង្គការលើមានន័យថាត្រូវតែស្មោះស្ម័គ្រតែជាមួយអង្គការឲ្យធ្វើអីធ្វើនឹងអ្នកណាដែលក្បត់ជាមួយអង្គការត្រូវត្បូងចោលតែប៉ុណ្ណាន័យណាត្រូវតែស្មោះស្ម័គ្រជាមួយអង្គការទោះជាអង្គការឲ្យបាយស៊ីក៏ដោយអង្គការមិនឲ្យបាយស៊ីក៏ដោយអង្គការធ្វើបាបយ៉ាងណាក៏ដោយមានផ្លូវតែមួយទេគឺស្មោះនឹងអង្គការហើយត្រូវតែពោលសរសើរអង្គការទោះជាអង្គការនោះអាក្រក់អត់ឲ្យបាយស៊ីក៏ដោយហើយពេលដែលអង្គការយកទៅសម្លាប់គឺត្រូវតែបិទមាត់ចិត្តអានេះគេហៅសាមគ្គីបែបអង្គការបែបអង្គការលើបែបខ្មែរក្រហមហ្នឹងណាសរុបមកគឺសាមគ្គីបែបអង្គការលើហ្នឹងគឺស្មោះស្ម័គ្រជាមួយអង្គការទោះជាអង្គការយកទៅសម្លាប់ក៏ត្រូវតែពោលពាក្យសរសើរអង្គការដែរមែនទេក្បត់អង្គការត្រូវតែយកទៅសម្លាប់ឥឡូវយើងត្រឡប់មកវិញទីបងយល់តើហ៊ុនម៉ាណែតសម្ដេចតេជោប្រកាសឲ្យខ្មែរសាមគ្គីហ្នឹងតើបច្ចុប្បន្នហ្នឹងសាមគ្គីបែបមួយណាសាមគ្គីបែបក្របីសាមគ្គីបែបឃ្មុំឬក៏សាមគ្គីបែបអង្គការលើហ៎ឆៃយ៉ាស្រមោចក្រហមវរវុតខេនអានេះលេងម៉ានិតសាមគ្គីបែបណាអត់ខ្ញុំសួរបងប្អូនទៀតតោះឥឡូវយើងចូលទៅដល់របៀបបរិយាចុងក្រោយសំដួលចម្លើយបញ្ហាផ្សេងអានឹងចូលហើយតើសាមគ្គីបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាដែលហ៊ុនម៉ាណែតប្រកាសទន្ទឹងហ្នឹងតើសាមគ្គីបែបអីបែបក្របីបែបសាច់ស្រមោចឬក៏ឃ្មុំបែបចចកឬក៏បែបអង្គការលើឆៃយ៉ាសាត់ឆាមែនទេបែបក្របីខ្ញុំមើលតទៀតមែនទេហុកកំសោតអត់ទាន់ឃើញឆ្លើយទេណានីសេងទៅតែចូលមហានគរខ្មែរ100បន្ទុកហ្នឹងហើយសេលរិទ្ធពេជ្រ100បន្ទុកណារិនដាកឹម100បន្ទុកណាវរវត្តខំ100បន្ទុកលេងលីខៀងណាណុលណាត50បន្ទុកណាគួប៉ូឡែន100បន្ទុកយេងស្រីមុំ100បន្ទុកឆេចិនដាមែនទេបេឡាបូនីតា100បន្ទុកសេរីសុក100បន្ទុកឈៀងលក្ខខណ្ឌគឺសាមគ្គីណាខាត់ម៉ាត់100បន្ទុកបែបអង្គការលើសាមគ្គីនៅប្រទេសកម្ពុជាបច្ចុប្បន្នដែលសម្ដេចនឹងហ៊ុនម៉ាណែតឲ្យយើងសាមគ្គីនេះគឺសាមគ្គីបែបអង្គការលើមានន័យថាម៉េចគឺសាមគ្គីបែបអង្គការលើខ្ញុំនិយាយអមាញ់មិញហ្នឹងណានេះស្មោះស្ម័គ្រតែជាមួយអង្គការទេទោះជាអង្គការធ្វើបាបក៏នៅតែជ័យយោកោតសរសើរអង្គការដែរទោះជាអង្គការនាំវិនិច្ឆ័យមហន្តរាយក៏នៅតែស្មោះជាមួយអង្គការដែរត្រូវតែកោតសរសើរអង្គការហើយបើក្បត់អង្គការជាប់គុកជំនាន់ប៉ុលពតណាគឺត្រូវតែស្មោះស្ម័គ្រជាមួយអង្គការទោះជាអង្គការធ្វើអីក៏ត្រូវតែសរសើរក៏ត្រូវតែជ័យយោអានេះហើយបើសិនជាគេសង្ស័យឬក៏មិនស្មោះស្ម័គ្រជាមួយអង្គការគឺគេយកត្បូងចប់ឥឡូវបើយើងមិនស្មោះស្ម័គ្រជាមួយនឹងហ៊ុនម៉ាណែតគឺគេយកខ្នោះដៃខុសគ្នាត្រង់ថាប៉ុលពតយកទៅប្រើត្បូងចប់មែនទេរបបសពថ្ងៃគឺគេប្រើគុកខ្នោះច្រវាក់នេះអញ្ចឹងមួយទៀតខ្ញុំនិយាយទូទៅបាញ់មិញនិយាយអំពីសាមគ្គីដែលហ៊ុនម៉ាណែតគាត់ធ្វើបច្ចុប្បន្នគឺសាមគ្គីបែបអង្គការលើត្រូវតែបដូរផ្ដាច់ស្មោះស្ម័គ្រជាមួយអង្គការទោះជាអង្គការនឹងអាក្រក់យ៉ាងណាអត់ប្រយោជន៍យ៉ាងណាក៏ដោយហើយបើខុសពីអង្គការគេថាយើងនឹងខ្មាំងគេយកទៅដាក់គុកចុះបាញ់មិញខ្ញុំនិយាយអំពីគណៈបកប្រជាជននិយាយពីរដ្ឋាភិបាលណាមប៊ុនលីចុះប្រជាជនខ្មែរតើប្រជាជនខ្មែរបច្ចុប្បន្នសាមគ្គីបែបអីណាប្រូ KH មែនទេណាមប៊ុនលីជំរាបសួរ T Bonjour
បងប្អូនបន្តទៀតអានេះចូលដល់ផ្សេងណាអាមិនខ្ញុំនិយាយអំពីហ៊ុនម៉ាណែតនឹងរដ្ឋាភិបាលនេះសាមគ្គីបែបអង្គការលើស្មោះស្ម័គ្រសប៊ុនថងបាទយិននុបចុះប្រជាជនវិញលីអ៊ីស្នូប្រជាជនខ្មែរសាមគ្គីបែបអីលីអ៊ីស្នូ100បន្ទុកឆៃយ៉ាសាត់ឆា100បន្ទុកឃើញទេបងប្អូនកាន់តែឆ្លាតណា Sky លើវុត100បន្ទុកស្ដាប់សន្តារានេះគឺតើនចំណេះដឹងឲ្យជាជីវិតបងប្អូនអាចខ្លាយជាសាស្ត្រាចារ្យបានជាវិទ្យាសាស្ត្រ Bell Rani បាទអត់ទាន់ឃើញឆ្លើយទេសម្ដែងការជួយចាប់ពិសិដ្ឋអូស៊ីល100បន្ទុកណាសុកសែម100បន្ទុកសុកសេរី100បន្ទុក Henry Hill 100បន្ទុក Adeline Nu 100បន្ទុកប៉ាហេង100បន្ទុកមេងចាណា100បន្ទុកខាត់ម៉ាក់បែបស្រមោច0បន្ទុកបាទស៊ីវ័នខ្មែរអត់ទាន់ឃើញឆ្លើយទេជីវិតស្រុកគេមែនទេឈៀងសុកខាន់100បន្ទុកសុធានៅ100បន្ទុកស្រីមុំកោះសតិន100បន្ទុកសីលរិទ្ធបិច100បន្ទុកចម្រើន100បន្ទុកត្រូវហើយ100បន្ទុកច្រើនមានន័យថាខ្ញុំបាច់អានទេរណ្ដាឈិននៃនឹងមេងរ៉ាស់ពលរដ្ឋខ្មែរបច្ចុប្បន្នសាមគ្គីបែបក្របីតើបងណាប្រជាជនខ្មែរយើងសាមគ្គីបែបក្របីជាសាមគ្គីដែលអាក្រក់បំផុតដែលយើងត្រូវតែលុបបំបត្តិព្យាយាមលុបបំបត្តិចោលគេចាប់កម្មសខាមួយគណៈបកសង្គ្រោះជាតិមាន55កៅអីមានប្រជាជនគ្រប់គ្រងចិត្តជាង3លាននាក់បាត់មកតែឈឹងអាហ្នឹងគេហៅសាមគ្គីបែបក្របីសាមគ្គីបែបក្របីគឺក្របីមួយវងរាប់ពាន់នាក់ឈរមើលចចកឬក៏ឈរមើលខ្លាពី3ក្បាលចាប់ក្របីគ្នាឯងស៊ីហើយឈរឆ្ងាយប្រហែលបងប្អូនហើយឈរមើលឆ្ងាយប្រហែលពេលតែខ្លាទៅចិត្តរត់ផ្អើលទាំងវងនេះសាមគ្គីបែបខ្មែរយើងបច្ចុប្បន្នណាសាមគ្គីរត់តាមវងហើយនឹងសាមគ្គីឈរមើលជនផ្ដាច់ការហ្នឹងចាប់មនុស្សដាក់គុកដោយអត់មានប្រតិកម្មវិសានៅក្នុងស្រុកខ្មែរយើងបច្ចុប្បន្នគឺចឹងសួរថាសងត្រូវបន្ទោសទេអត់បន្ទោសទេការពិតត្រូវតែនិយាយមែនទេប៉ុន្តែត្រូវការឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតផាត់បន្ទាបនិយាយមានការផ្លាស់ប្ដូរផ្នត់គំនិតសួរថាលោកគ្រូនិយាយចឹងជិះពិតចឹងមែនអត់មិនពិតបើនិយាយប្រាប់សន្តាននិយាយការពិតដើម្បីឲ្យមនុស្សកែបងប្អូនណាឥឡូវនៅក្នុងស្រុកខ្មែរយើងហ្នឹងហេតុអីបានពីហ៊ុនសែនគាត់ងើបមួយវាយមួយងើបពីរវាយពីរដោយសារតែខ្មែរយើងសាមគ្គីបែបសត្វក្របីសាមគ្គីបែបវងក្របីមានមាឌធំមានកម្លាំងមានស្នែងបងប្អូនក្របីណាខ្លាមួយណាបតតាំងណាខ្លាតែពីរក្របីក៏វារត់អត់រួចហ្មងខ្លារត់អត់រួចតែក្របីសាមគ្គីខ្លាមានតែ10ក្បាលទេក្របីមានមក2000ក្បាលគ្រាន់បើក្របីហ្នឹងវាកុំរត់ណាវាកុំឈរមើលណាវាគ្រាន់តែជន់ណាវាគ្រាន់តែក្របីនឹងផោមណាបងប្អូនកុកខ្លានឹងស្អុយរលត់ងាប់ដែរណែងតារាអញ្ចឹងតែនេះបងប្អូនបានមេរៀនមួយអំពីសាមគ្គីប៉ុន្តែទោះយ៉ាងណាក៏ដោយពាក្យសាមគ្គីបង្កប់នៅគោលដៅតែយើងផ្សេងផ្ទះសាមគ្គីដើម្បីអីសាមគ្គីដើម្បីផ្សេងផ្ទះនេះយើងជួយពេទ្យទុនតបុប្ផាសាមគ្គីដើម្បីអីដើម្បីមើលថែទាំកុមារចុះសាមគ្គីនៅក្នុងគណៈបកប្រជាជនដើម្បីអ្វីមានគោលដៅអីមែនទេសាមគ្គីដើម្បីទៅយកទឹកដីមកវិញទៅការពារជាតិចុះគាត់ថាខ្មែរសាមគ្គីហ្នឹងទៅអាចទៅការពារជាតិអីបានមែនទេសាមគ្គីបើគោលដៅទៅយកទឹកដីជាមួយខ្មែរជឿជាក់នេះអានឹងល្អខ្ញុំក៏សាមគ្គីដែរឥឡូវនេះខ្ញុំប្រកាសហើយខ្ញុំថាសាមគ្គីខ្ញុំជឿជាក់លើសម្ដេចតេជោជឿជាក់លើថ្នាក់ដឹកនាំជឿជាក់លើហ៊ុនម៉ាណែតជឿជាក់លើរដ្ឋាភិបាលប៉ុន្តែខ្ញុំគាត់តែចង់ដឹងថាតើថ្ងៃណាបានដីនឹងមកវិញតែប៉ុណ្្នឹងទេខ្ញុំណាថាឥឡូវគេកំពុងតែចរចានឹងប្រហែលខែពួកអាវាយនេះវាលឿនវាយកដីហើយចុះអាយកមកវិញវាត្រូវប្រជាជនណា10ប្រហែលគីឆេចិនដែរ10ប្រហែល16 17ម៉ឺន20ម៉ឺន30ម៉ឺនហ្នឹងมันអាចរងចាំហ៊ុនម៉ាណែតនឹងរហូតដល់ទៅ20ឆ្នាំតតែងាប់បាត់ទេព្រីចំណិត share វីដេអូនេះទៅកាន់ព្រីចំណិតដទៃទៀតទូរទស្សន៍សនតារាសកុនត្រីអូមីស័យស្រាត់ខោជនបដិការផ្លាស់ដូរផ្នត់កំណត់បាទ The Joker the Joker the Tiger Hun Sen give bad name to the tiger animal
thì ra đây dương cái đặt bần la lúc đằng hai bà nên cứ cái đăng cột đặt kia cho mà dương là lấy ní sơn là gì bị đập sải chúng ta học trên như cô âm nai là lướt nhóm ấy âm nai chắc là lướt cả tayคนมาจะสัตว์ปัจจุบันนะมีแต่ประตูเนี่ยนะนี่ที่จะลองแต่เอามือแต่จังออลดักซอมเรนซีจังออลดักนะที่อำนาจในใดคนมาได้สัตว์โซนระซอมเรนซียัยนึกไกลประเทศkhông đàoจังออลดักกี่ខ្លួនឯងមានសិទ្ធិអំណាចអ្នកដែលទទួលកាតព្វកិច្ចដោះស្រាយអាហ្នឹងណាត្រូវដឹងថាអំណាចកាតព្វកិច្ចទំនួលខុសត្រូវក្នុងកណ្ដាប់ដៃទាំងអស់អញ្ចឹងឥឡូវនេះទៀមទាឲ្យគេជឿជាក់យនុកខ្ញុំជឿហើយប៉ុន្តែសួរថាទឹកដីហ្នឹងប្រជាជនថ្ងៃណា16 20ម៉ឺនគ្រួសារហ្នឹងត្រឡប់ទៅនៅផ្ទះគាត់វិញបានមែនទេបើគេអរងចាំដល់100ឆ្នាំទេបាទបុរាណវិទ្យាលោកគ្រូបើសិនជារដ្ឋាភិបាលណែបន្តតលច្រកបែបហ្នឹងតើបើកលំហនយោបាយវិញអាហ្នឹងគឺអ្វីដែលអន្តរជាតិនិងពិភពលោកកំពុងតែចង់បានអ្វីដែលយើងសួរហ្នឹងយើងមិនមែនថាមិនមែនជាអ្វីដែលចម្លែកទេជាគោលដៅតែតើរដ្ឋាភិបាលអាចបើកលំហអន្តរជាតិទេអាហ្នឹងគឺជាគោលដៅរបស់យើងថាប្រទេសកម្ពុជាយើងដើម្បីទទួលបានការគ្រប់គ្រងនៅលើឆាកអន្តរជាតិគឺមានតែបដូរពីរបបផ្ដាច់ការទៅជារបបនៅលទ្ធិប្រជាធិបតេយ្យសេរីគឺការបើកលំហនឹងឯងជាអ្វីដែលយើងគោលដៅចង់បានខ្លាវាស្គាល់ចរិតក្របីបានវាហ៊ានត្រូវណោះនេះអ៊ីស្នូនិយាយប្រមាត់ហ្នឹងគឺត្រូវហើយបាទខ្លាវាស្គាល់ចរិតក្របីហើយវាចេះតែហ៊ានស៊ីណាប្រៀបធៀបន័យទៅថាហ៊ុនសែនគាត់ស្គាល់ចរិតខ្មែរបានគាត់ចេះតែចាប់មនុស្សដាក់គុកទៅពីទីបងយូទាល់តែសៀមវាយគុកព្រៃសបានដោះលែងអ្នកទោសនយោបាយរដ្ឋាភិបាល Auckland don't depend on many parties in Cambodia បាទមានប្រិយមិត្តខមមិនច្រើនទៀតរងឈុនផាត់ស៊ីបាទគណៈបករងឈុននេះរងឈុនមានគណៈបកគាត់គេប្រែคล้ายគាត់ហ្នឹងឲ្យអស់លីងអស់ហើយហ្នឹងយើងទៅតាមចឹងដែរអាហ្នឹងហើយឃើញរងឈុនទៅអញ្ចឹងតែខ្មែរយើងដឹងឲ្យឈឺចាប់គ្រប់គ្នាហ្នឹងហៅសាមគ្គីបែបក្របីបាទសុភ័ណ្ឌខឹមជំរាបសួរឲ្យគាត់ទៅបញ្ចូលទេឈៀងសុខហាន់តើយើងបែបណាអូអាហ្នឹងគឺខ្ញុំទុកអាហ្នឹងអត់ទាន់ឆ្លើយទេទុកឲ្យហ៊ុនម៉ាណែតអ្នកឆ្លើយសិនចុះខ្ញុំក៏គង់តែសួរដែរណែសក្តាតើធ្វើបែបណាខ្ញុំឆ្ងល់ដែរឥឡូវហ្នឹងខ្ញុំជឿខ្ញុំអីទាំងអស់ប៉ុន្តែណែថៃឥឡូវចាប់ដើមដោះលែងណាអត់មានប្រជុំបានទេអញ្ចឹងវិធីសាស្ត្រអត់មានទេមានតែការបណ្ដឹងតាមបែបផ្លូវអន្តរជាតិហ្នឹងដើម្បីបង្ខំឲ្យមកកំណត់ព្រំដែនច្បាស់លាស់ព្រំដែនប្រទេសកម្ពុជាហ្នឹងត្រូវរៀនតាមយួនមកណាយួនឆ្លាតនៅតែចឹងមិនគ្រប់គ្រងខ្មែរបានយួនដឹងថាចិនឆ្លៀនពៀនណាខ្សែបន្ទាត់ហ្នឹងបឋមក្រោយឆ្នាំ79ក្រោយពីសង្គ្រាមណែបេឡារ៉េនីជាមួយនឹងវៀតណាមហើយសង្គ្រាមជាមួយចិនហើយណាយួនគឺធ្វើរបងព្រំដែនមកធ្វើរបងព្រំដែនណាធ្វើទស្សនៈនឹងសូនថានិយាយយូរមែនទេធ្វើប្រមាណ1000គីឡូម៉ែត្រដូច3-4000គីឡូម៉ែត្រណាយើងទៅ800គីឡូម៉ែត្រទេជាប់ព្រំដែនថៃប៉ុន្តែជាប់ព្រំចិនហើយនឹងយួនជាប់ព្រំដែននេះបើយើង3000គីឡូម៉ែត្រជាងអញ្ចឹងយួនធ្វើរបងទាំងអស់ហេតុអីមិនថាអញ្ចឹងព្រោះខ្លាចចិនវារំកិលដូចហ្វីលីពីនណាដូចខ្មែរយើងអត់អីឥឡូវហ្នឹងគឺអត់អីហ្នឹងមិនដឹងធ្វើម៉េចទេអញ្ចឹងមកខ្ញុំថាបើសិនជាហ៊ុនម៉ាណែតចាំថៃគឺចាំអស់មួយជីវិតអ៊ីសាក់ម៉ៃពីព្រោះពីមុនមកគេថាក្រោយចប់នៃបត់ឈប់បាញ់គឺជជែកចរចាទ្វេភាគីរឿងព្រំដែនដល់ឥឡូវវាថាជជែកអត់បានទេចាំរដ្ឋាភិបាលថ្មីដល់ឥឡូវវាថាចាំដោះស្រាយវិបត្តិតាមហ៊ុនសែនមកពីហ៊ុនសែនថាថៃមានវិបត្តិឥឡូវថៃទទួលស្គាល់មានវិបត្តិដូចហ៊ុនសែនថាមែនអញ្ចឹងចាំដោះស្រាយវិបត្តិសិនទឹកចោលសុំហើយវិបត្តិរបស់វាហ្នឹងគឺ1000ឆ្នាំយើងចាំហ៊ុនសែនអញ្ចឹងទៅខ្ញុំអត់ដឹងអីទេបច្ចុប្បន្ននេះខ្ញុំអត់មានទៅប្រឆាំងជាមួយហ៊ុនសែនប្រឆាំងជាមួយម៉ាណែតទេខ្ញុំប្រឆាំងជាមួយសត្រូវឆ្លៀតពៀនហើយខ្ញុំគាត់ដាក់សំណួរសួរថាឥឡូវហ្នឹងសម្ដេចហ្នឹងអ៊ីជីកូថាឲ្យជឿជាក់ណាបើតែឥឡូវខ្ញុំជឿអស់ហើយតើថ្ងៃណាដែលដីនឹងត្រឡប់មកវិញបាទអ៊ីជីកូអត់មានជួយស្អីឥឡូវខ្ញុំជួយមិនបានទេឥឡូវជួយទៅយកដីនឹងមកវិញមកប៉ុន្តែនេះaccount ខ្លាំងទេអាហ្នឹងគេហៅថាតបខ្មោចអាហ្នឹងក៏មិនដឹងដែរបាទនេះបាទតែចេះបងប្អូនតបខ្មោចក៏ដោយ
ឲ្យតែ comment មានហេតុផលណាខ្ញុំខ្លាចតែ admin តែ admin ខ្ញុំគឺគាត់ដឹងណាប៉ុន្តែបើ comment ដដែលអានឹងគឺ admin ខ្ញុំប្រហែលជាគាត់ត្រូវគាត់លុបព្រោះមានពេលខ្លះក្នុងអំឡុងទស្សនាគឺគាត់មើលដែរពេលខ្លះក្រោយទស្សនាចិនត្រាមីអានឹងបានគាត់លុបឬមកគាត់ស្អីអានឹងអីបើសូនរំដែរប្លុកអ្នកណា comment នេះ comment គឺសេរីប៉ុន្តែខ្ញុំបើកសិទ្ធណាកុំឲ្យមានមេរោគឬក៏សម្រាមពីព្រោះអា comment ខ្លះមិនមែនជាទស្សនៈរបស់មនុស្សទេបងប្អូនគឺយកអា comment មួយនឹងហើយ comment ម្ដង1000តែម្នាក់ឯងយកទៅគ្រប់តែគ្នាអញ្ចឹងទៅអានឹងម៉ាស៊ីនណាមិនមែនជាមនុស្សអត់អីទេទោះជាជេរបចោបងប្អូនមើលអ្នកជេរបចោសូនតារាក្នុងនេះខ្ញុំមិនដែលទៅហាមឃាត់ទេបាទនេះប៉ុន្តែលើកលែងតែ admin របស់ខ្ញុំចង្កល់គាត់លេងដាក់ plot ទៅបាត់ខ្ញុំក៏អត់ដឹងដែរបាទចិត្តត្រាមាសខ្មែរមិនហ៊ានរ៉ែយកដីវាយយកដីវិញទេលោកគ្រូអត់មានវាយមានបាត់ដីថែមទៀតហេតុអីមានអ្នកដឹកនាំមិនដឹងយកដីទៅវិញយើងក៏សួរគ្រប់តែគ្នារសនា evolution លោកគ្រូមាន admin เพจណាអត់ admin បងប្អូននេះ page ខុសពី account Facebook ចំណាខំបាទនេះទំព័រ Facebook វាខុសពីគណនី Facebook បាទនេះគ្រប់ទំព័រ Facebook ទាំងអស់សុទ្ធតែមាន admin បាទ2 3 4 5ទៅតាមដែលយើងចង់បាននេះដើម្បីការពារប្រព័ន្ធដើម្បីការពារសន្តិសុខសុវត្ថិភាពនឹងគឺត្រូវមានអ្នកជំនាញគេមើលគេអីចឹងទៅណានៅបើខ្ញុំអត់មានអានឹងមានម្នាក់ឯងមិនកើតបាទanti you ជារឿងធម្មតាទេបងប្អូនអត់មានអីចម្លែកទៀតហ្នឹងanti you ប្លង់នៅធនាគារដីនៅថៃបងលុយអត់បងទឹកអីក៏ប្លង់នៅនោះហ្នឹងwhen a horse grows in its grows okay its zone its horn it will start មហានគរខ្មែរមកយួនរកអ្នកបំរើបានល្អបងប្អូនដែលយួនឆ្លាតណាស់ឃើញទេបាទអានេះគឺគេសិតចឹងហើយគេដឹងថាប្រទេសណាគ្រោះថ្នាក់គឺត្រូវទុកវាមកឡែកដើម្បីមានពេលវេលាអភិវឌ្ឍប្រទេសធ្វើលបងឲ្យស្អាតមកខ្មែរយើងត្រាំត្រៃចិញ្ចឹមមកបញ្ហាព្រំតែនឹងប្រហែលបងប្អូនណា30 40ឆ្នាំអានេះគឺជាកំហុសនៃការដឹកនាំដែលត្រូវតែដកពិសោធន៍មិនមែនជាការស្ដីបន្ទោសទេឆៃយកសច្ចាគឺគេហៅថាកំហុសដែលត្រូវតែដកពិសោធន៍ជាពិសេសវេនសុនគឺដែលខ្ញុំលើកឡើងខាងដើមនឹងមិនត្រូវយកកងទ័ពទៅវាយជាមួយដៃទេទោះជាយើងបាញ់យន្តហោះធ្លាក់ក៏យន្តហោះនោះមានតម្លៃថោកជាងជីវិតកងទ័ពម្នាក់ដែរត្រូវធ្វើទំនើបកម្មយោធាដោយមិនបាច់អួតកម្ពុជាត្រូវតែមានសព្វវុធកងទ័ពយន្តហោះច្បាំងជាមួយនឹងខេលការពារអាកាសមានន័យថាយកដៃច្បាំងជាមួយដៃមនុស្សជនច្បាំងជាមួយមនុស្សជនមនុស្សច្បាំងជាមួយមនុស្សបើមិនអញ្ចឹងទេគឺកុំថាឡើយបងប្អូនណា100ដូចជាអាស៊ីសេរីបានចុះផ្សាយណាកុំថាឡើយ140នាក់ទោះជាយកមនុស្សមកប្រទេសទៅទៀតទៅច្បាំងជាមួយដៃក៏វាអត់ឈ្នះដែរព្រីចំណិចដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនេះចុះអរគុណព្រីចំណិចដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ព្រីចំណិចដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកនាំមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការវវិជាផ្លាស់ប្ដូរផ្នែកកំណត់យើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី